បងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានកមន់និយាយទៅរបស់នេះគឺយើងទុកបន្លែញ៉ាំប៉ងបងប្អូនចាឥឡូវលាយស្ករប៊ីចេងនិយាយទៅរូបមន្តខ្ញុំលាយខុសគេតិចបងប្អូនព្រោះជាតិចូលចិត្តដិតចាហើយដាក់ម្សៅស៊ុបចឹងព្រោះទុកបានយូរបងប្អូនណាខ្ញុំចង់ថ្ងៃ2ថ្ងៃអស់នេះចាហើយនេះប៊ីចេងចាបើផ្លូវមន់យើងអត់បន្លែចឹងហើយបងប្អូនចាហើយបន្តមកអំបិលយើងដិតតិចមកចាហើយបន្តមកស្ករដាក់តែបន្តិចទេហើយបងប្អូនចង់ដាក់ទឹកត្រីក៏បានដែរចាប៉ុន្តែសម្រាប់ខ្ញុំដាក់ទឹកស៊ីអ៊ីវបងប្អូនរសជាតិដាក់ទឹកស៊ីអ៊ីវគឺវាឆ្ងាញ់ប្លែកណាចាឆ្ងាញ់ប្លែកម្យ៉ាងអញ្ចឹងបងប្អូនអាចសាកបានតែបើចង់អត់ធ្លាប់ញ៉ាំទេមិនបាច់ដាក់ទេរសជាតិវាល្មមហើយបើយើងចិត្តហឹរយើងដាក់ប្រទេសហុយបានទៀតណាបងប្អូនដាក់ប្រទេសហុយទៅចាព្រោះរសជាតិហឹរហើយកមន់នេះគឺយើងក្លៀនឡើងស្អាតចាបោតរងបោតអីយកកន្លងកំពុងចោលអីចាញ់ឲ្យអស់សិនណាបងប្អូនអានឹងមកស្អាតយើងប្រឡាក់មកវាឆ្ងាញ់ហ្មងចាឥឡូវដល់វគ្គច្បល់ហើយបងប្អូនចាគឺថាច្បល់ច្បាច់ចឹងទៅយើងចូលហើយចាបើយើងចង់ជីអិនហូបថ្ងៃភ្លាមទុកតាម7ម៉ោងសិនទៅតែថាយើងអាចផ្អាប់ពីកោមួយយប់ទៀតស្អែកឡើងគឺថាស្រួយស្រាប់តែម្ដង